អញនឹងគុំធ្វើមុខស្អុយអីអ្នកទាំងអស់គ្នាដែលឆ្លងស្ពានក៏ព្រោះតែនឹកគុណឯងដែរស្ពាននឹងនៅមានគេដែលឆ្លងទៀតជើងចុងក្រោយហើយពួកគេឥឡូវនេះនៅមិនទាន់ដឹងទេចាំបន្តិចទៀតនឹងមានរឿងល្អមើលហើយអ្នកណាឲ្យពួកឯងមកនេះកំពុងធ្វើស្អីហ្នឹងរុះរើសំណងស្ពានតាមបញ្ជារបស់ថៅកែរុះរើសំណងស្ពានមិនឲ្យរុះទេអ្នកណាឲ្យពួកឯងរុះស្ពាននេះនៅល្អសោះទៅរុះធ្វើអីចុះលីនយួនទៅណាហើយលីនយួននៅណាអញឈួតមែនទេអ្នកណាឲ្យឯងរុះនេះគឺជាលិខិតពីនៃរដ្ឋបាលតាមការត្រួតពិនិត្យស្ពានឆ្លងកាត់ទន្លេនៅភូមិលីនជាគឺជាសំណងខុសច្បាប់ដែលមិនមានការអនុញ្ញាតពីគម្រោងសាងសង់ឡើយដូច្នេះត្រូវបង្គាប់ឲ្យម្ចាស់សំណងរុះរើចេញដោយខ្លួនឯងក្នុងរយៈពេលកំណត់ពួកឯងមែនទេដែលជាអ្នករាយការណ៍ឥឡូវនេះខ្ញុំរុះរើតាមច្បាប់មានបញ្ហាអីមែនទេលីនយួនបានសាងសង់ស្ពានឆ្លងកាត់ទន្លេដោយគ្មានការអនុញ្ញាតហើយថែមទាំងយកលុយថ្លៃឆ្លងកាត់ខុសច្បាប់ទៀតចុះហត្ថលេខាដោយឈឿនដឺហៅនិយាយអញ្ចឹងពេលឯងរាយការណ៍ឯងមិនបាននិយាយថាត្រូវរុះស្ពានចោលផងស្ងាត់មកទៅពីដំបូងឯងនិយាយថាគ្រាន់តែចង់បង្ខំឲ្យគាត់ចែកលុយមកវិញទេឥឡូវស្ពាននឹងត្រូវបាត់បង់អស់ហើយឯងពិតជាខ្លាំងមែនរុះចោលក៏មិនឲ្យពួកយើងបានចំណេញដែរត្រូវហើយខ្ញុំរុះចោលខ្ញុំទើបតែដើរកាត់ស្ពាននេះកាលពីព្រឹកមិញសោះហេតុអ្វីបានជាអ្នកចេះតែចង់រុះរើវាចោលបែបនេះអ្នកស្រីចៅកាលពីម្សិលមិញអ្នកឈរនៅមុខផ្ទះខ្ញុំយូរប៉ុណ្ណាដែរ3នាទីអ្នកនិយាយថាខ្ញុំមិនបានបង្កបញ្ហារួចក៏ដើរចេញទៅដូច្នេះហើយបានជាអ្នកទុកឲ្យគេរុះរើទ្វារផ្ទះខ្ញុំបែបនេះមែនទេពួកអ្នកកុំខ្លាចគេអីគេគ្រាន់តែធ្វើឲ្យយើងឃើញទេស្ពានតម្លៃ$20,000នេះគេហ៊ានរុះរើចោលមែនទេចាប់ផ្ដើមរុះរើទៅប៉ាគុំធ្វើបែបនេះអីប៉ាធ្វើអ្វីហ្នឹងស្ពាននេះមិនអាចរុះរើបានទេនេះគឺជាឯកសារអនុញ្ញាតឲ្យសាងសង់ដែលចេញដោយនាយកដ្ឋានគ្រប់គ្រងគម្រោងការរំខានដល់សន្តិភាពការងារធម្មតានិងត្រូវទទួលខុសត្រូវតាមច្បាប់ម៉ាក់យកថ្នាំលើសឈាមរបស់កូនមកឲ្យកូនផងលឿនឡើងនេះបងដែលថ្នាំទាំងនោះគឺលីនយួនជាអ្នកសែងមកវិញម្ដងមួយខ្ញុំឃើញនឹងភ្នែកលីនយួនកុំរុះរើឲ្យសោះស្ពាននេះជារបស់ភូមិយើងអ្នកណាក៏មិនអាចរុះរើបានដែរលីនយួនពេលអ្នកសាងសង់ស្ពាននេះអ្នកភូមិទាំងអស់សុទ្ធតែបានជួយកម្លាំងឥឡូវអ្នកម្នាក់ឯងចង់រុះរើក៏រុះរើខ្ញុំនេះហើយដែលជួយអ្នកដឹកស៊ីម៉ងកិច្ចទៅលើកលែងតែអ្នកបិទម៉ាស៊ីននេះចោលអាឡូប៉ុស្តិ៍ប៉ូលីសមែនទេនៅការដ្ឋានសាងសង់ស្ពានភូមិលីនមានគេរារាំងការរុះរើដោយស្របច្បាប់ការដ្ឋានមានការការពារសន្តិសុខរួចរាល់ហើយអ្នកណាហ៊ានរារាំងការសាងសង់ដោយស្របច្បាប់អ្នកនោះនឹងត្រូវចូលទៅនៅជាមួយពូជឿនក្នុងថ្ងៃបុណ្យចូលឆ្នាំលេងខ្ញុំទៅអ្នកឈួតហើយគាត់មិនមែនគ្រាន់តែគំរាមទេណាលីនយួនបើអ្នករុះរើចោលតើថ្ងៃក្រោយអ្នកភូមិទៅទីក្រុងដោយរបៀបណាពេលអ្នករីកាគេហេតុអ្វីមិនគិតពីបញ្ហានេះផ្ទះខ្ញុំមានរៀបចំពិធីបុណ្យសពនៅថ្ងៃខាងស្អែកបើគ្មានស្ពានត្រូវវាងផ្លូវដើរជាង2ម៉ោងឯណោះអ្នកមកប្រាប់ខ្ញុំមានប្រយោជន៍អ្វីទៅប្រាប់ពូឈឿនទៅបើអ្នកមិនបានរីកាតើគេមកវីកំតិចបានម៉េចមើលមកខ្ញុំធ្វើអីមិនមែនខ្ញុំទេដែលចង់វីកំតិចហ្នឹងបើអ្នកមិនបានរីកាតើគេមកវីកំតិចបានម៉េចទៅលោកម្ចាស់លីនកន្លែងភ្ជាប់គ្រាប់ធញ្ជាតិវាពិបាកកាត់ណាស់ត្រូវប្រើឧបករណ៍កាត់យ៉ាស់ប្រហែលកន្លះម៉ោងទៀតទៅបានមិនបាច់ប្រញាប់ទេធ្វើតាមនីតិវិធីទៅមើលគ្រប់ហើយឬនៅបើមើលគ្រប់ហើយក៏បែកគ្នាទៅព្រោះបន្តិចទៀតវាកាន់តែរំខានជាងនេះទៅទៀតប្រពន្ធខ្ញុំថាស្ពានចិត្តបិទហើយត្រូវប្រញាប់រត់ឲ្យបានច្រើនជាងបន្តិចដឹករ៉ែនេះរួចអាចដឹកបានមួយជើងទៀតកាត់បន្ថយសម្ភារៈឲ្យលឿនឡើងអ្នកដែលនៅលើស្ពានទាំងអស់ដកថយចេញមកហើយទៅចុះមើលរួចហើយខ្ញុំមិនជឿទេថាគេហ៊ានធ្វើឲ្យវាបាក់មែននោះវាបាក់ហើយស្ពានបាក់អស់ហើយតើត្រូវវាងផ្លូវឆ្ងាយប៉ុណ្ណាទៅខ្ញុំទើបតែដើរឆ្លងកាត់ការពីព្រឹកមិញនេះហើយខ្ញុំថែមទាំងបាននិយាយជាមួយលីយូទៀតផងទៅមុខទៀតបើចង់ចូលក្រុងត្រូវវាងតាមផ្លូវភក់នៅក្រោយភ្នំខ្ញុំត្រូវជូនកូនឆ្លងទន្លេទៅរៀនរាល់ថ្ងៃណាទៅមកទៅចំណាយពេល4ម៉ោងបន្ថែមតើកូននៅរៀនការទៀតទេអ្នកណាឲ្យអ្នកទៅរីកាហ្នឹងខ្ញុំអត់បានរីកាទេខ្ញុំគ្រាន់តែតាមគេ2ដងប៉ុណ្ណោះលោកលីដែកខ្ញុំស្រង់មិនឡើងទេទុកគ្រាន់តែជាដែកអេតចាយទៅចុះដែកដែលយកមកប្រើវិញបានប្រហែលជាតម្លៃជាង80000ខ្ញុំនឹងលុយចូលកាត់ឲ្យលោកប៉ាធ្វើអីហ្នឹងប៉ាហ៊ានវីចោលបែបនេះហ្នឹង200000ណាប៉ាឈួតហើយអញស្ដាយស្ពានឬមួយក៏ស្ដាយក្បាលខួងរបស់ឯងហើយខ្ញុំទៅមុខលេងរួចហើយស្ពានផ្ទះអ្នកឯងបាត់ហើយស្ពានដែលធ្លាប់តែដើរឆ្លងបាននឹងវាបាក់បាត់ទៅហើយតើមានន័យថាម៉េចដែលថាលេងដើរផ្លូវនឹងទៀត
ចុះទំនិញលើឡានខ្ញុំនេះត្រូវធ្វើម៉េចទៅខ្ញុំទើបតែចុះកិច្ចសន្យាត្រូវដឹកទំនិញ3ជើងរាល់ថ្ងៃឥឡូវខូចអស់ហើយតើខ្ញុំត្រូវសង្កេតប៉ុន្មានទៅអ្នកណាធ្វើគឺលិខិតប្តឹងដែលលោកស្រីចិនខ្ញុំធ្វើដើម្បីអ្នកទាំងអស់គ្នាទេតម្លៃឆ្លងស្ពានគួរតែចែកគ្នាទាំងភូមិដើម្បីអ្នកទាំងអស់គ្នាអ្នកធ្វើដើម្បីតែចំណែកខ្លួនឯងមែនទេចុះកាលពីមុនអ្នកនិយាយថាម៉េចអ្នកថាលីនយួនប្រកាសជាមានរឿងមិនស្រួលហើយថាបង្ខំឲ្យគាត់ចែកលុយមកក្នុងមួយគ្រួសារអាចបានរាប់ពាន់អ្នកថាលិខិតប្តឹងគ្រាន់តែគំរាមគាត់ទេហើយថាគាត់ទ្រាំមិនបានប៉ុន្មានថ្ងៃនឹងចុះចាញ់ចុះឥឡូវមិនហើយស្ពានក៏បាត់សើបរិយផ្ទះខ្ញុំក៏លួយអស់ក្នុងដីអ្នកសងខ្ញុំទេពួកអ្នកឥឡូវពួកអ្នកបន្ទោសខ្ញុំមែនទេតើក្នុងចំណោមពួកអ្នកមានអ្នកណាខ្លះមិនដែលទៅមុខផ្ទះលីនយួនមានអ្នកណាខ្លះមិនដែលស្រែកទាមទារលុយសងស្ទើបរិយខ្ញុំមកចុះកូនប្រុសខ្ញុំស្អែកត្រូវទៅរៀនធ្វើម៉េចត្រូវវាងផ្លូវភ្នំអស់4ម៉ោងមិនមែនមានតែអ្នកទេដែលចុះកិច្ចសន្យាទិញលក់ផ្លែចេរីផ្ទះខ្ញុំខាងស្អែកក៏លួយអស់ក្នុងដីដែរខ្ញុំប្រាប់ឲ្យដឹងណាបើអ្នកមិនសងខ្ញុំទេខ្ញុំនឹងទៅប្តឹងអ្នកនៅតុលាការលិខិតប្តឹងនោះអ្នកជាអ្នកសរសេរដូច្នេះអ្នកត្រូវទទួលខុសត្រូវខ្លួនឯងប៉ាស្អែកកូនទៅផ្សារលក់ឡានមួយទឹកលក់ឡានធ្វើអីលុយអស់ហើយទុកឡាននឹងធ្វើអីទៀតបើត្រូវវាងផ្លូវ3ម៉ោងសាំងគឺប៉ាជាអ្នកចេញណាឯងនៅមានមុខមកខាងទៀតសិទ្ធិបរិយផ្ទះយើងទុំអស់ហើយបើវាងផ្លូវ3ម៉ោងបែបនេះគឺស្អុយអស់ក្នុងឡានហើយមកបន្ទោសខ្ញុំពូឈិនគាត់ថាបែងចែកលុយមួយគ្រួសារអាចបានរាប់ពាន់ឯណោះឯងក៏ងុកក្បាលយល់ព្រមដែរតើពេលនោះខ្ញុំដូចជាត្រូវគេបាំងភ្នែកបាំងត្រចៀកអញ្ចឹងចប់អស់ហើយផ្ទះពូលីវគេចុះកិច្ចសន្យាទិញលក់ផ្លែប៉ែរួចហើយបើមិនអាចដឹកទៅឲ្យគេបានគឺត្រូវសងលុយពីនៃខូចកិច្ចសន្យាលុយកក់$3,000នឹងតើឲ្យខ្ញុំយកអីទៅសងគេពូឈិនពូចេញមកពូនិយាយអ្វីមួយមករៀបចំអីវ៉ាន់រួចរាល់អស់ហើយតោះយើងទៅបងយួនបងទៅមែនហ្នឹងប៉ាខ្ញុំគាត់ចាស់វង្វេងអស់ហើយឯងអាចជួយអ្វីបានខ្លះទេលោកទៅហើយឯកសារក៏ដោះស្រាយរួចរាល់ដែរភូមិមួយនេះលែងពាក់ព័ន្ធនឹងខ្ញុំទៀតហើយស៊ីវ៉ាសុំទោសណាម៉ាក់ត្រូវតែស៊ូឡើងណាម៉ាក់កុំទាន់ដេកអីចិត្តដល់មាត់ភូមិហើយម៉ាក់ចុះចៅទៅណាចៅទៅបាត់ហើយកូនភ្លេចហើយឬអីថាគេរុះរើចៅទៅហើយនោះវិញតាមផ្លូវក្រោយភ្នំនោះទៅលឿនឡើងទៅមិនរួចទេផ្លូវនេះសំបីតែឡានក៏ទៅមិនរួចដែរម៉ាក់ឬកូននិយាយទេទៅរកលីយួនទៅលើកទូរស័ព្ទមកលីយួនឲ្យកូនសុំអង្វរលើកទូរស័ព្ទមកតែមិនចូលសោះនៅខាងនេះមកមិនរួចទេម៉ាក់ចាំបន្តិចណាចាំបន្តិចទៀតទេកាលពីម្សិលមិញនៅល្អសោះឥឡូវខូចអស់រលីងហើយប៉ាកូនបានតាក់ទងទៅអ្នកទិញហើយគេថាខ្លះគេថាផ្លូវវាងឆ្ងាយពេកឡានដឹកទំនិញត្រជាក់មកដល់ភូមិយើងត្រូវចំណាយពេល2ម៉ោងកន្លះដឹកផ្លែឈើរីទៅដល់គឺខូចអស់ហើយគេថាមិនមកទៀតទេឲ្យយើងរកវិធីដោះស្រាយខ្លួនឯងទៅប៉ាពេលលីនយួនសាងសង់ស្ពានកូនធ្លាប់ជួយគេលើកស៊ីម៉ង់គេធ្លាប់ហុចបារីឲ្យកូនជក់ទៀតផងលីនយួនឈិនស៊ូមិនមែនជាមនុស្សទេហេតុអ្វីបានជាការនោះកូនល្ងងខ្លៅដល់ថ្នាក់នេះផ្លែចេរីតម្លៃ$30000គឺជាលុយទិញជីសម្រាប់គ្រួសារទាំងមូលនិងថ្លៃសិក្សារបស់កូនស្រីផងប៉ាកុំយំអីក្រោកឡើងអ្នកទិញគេនិយាយហើយថាផ្លូវមិនស្រួលគេមិនមកទៀតទេយំទៅមានប្រយោជន៍អ្វីចប់អស់ហើយកុំទៅណាទាំងអស់ថយក្រោយមកឈរនៅនឹងប៉ាអាជីវករទិញទំនិញនៅផ្ទះលោកតាស៊ុនឡាវជៅក៏គេលុបចោលដែរគេថាទោះជាភូមិណាក៏ដោយបើផ្លូវមិនស្រួលគឺគេមិនមកទាំងអស់ឲ្យតែនៅមានជីវិតគឺល្អហើយលោកជឿនទៅហៅហាងខ្ញុំ3ថ្ងៃហើយអត់មានអីលក់ទេឡានចូលអត់រួចផងលោកជួយជួសជុលផ្លូវបានទេលោកជួយជួសជុលផ្លូវបានទេពូជឿនស្ទើបរិយផ្ទះខ្ញុំរលួយអស់ពាក់កណ្ដាលហើយពូជួយ